ជំរាបសួរថ្ងៃនេះនាំបងប្អូនមកមើលវាំងចំណាស់របស់ប្រទេសកូរ៉េដោយសារតែឃើញផ្លូវនៅស្រុកគេនឹងស្អាតពេកក៏ឆ្លៀតថតឲ្យបងប្អូនមើលដែរតើបន្ទាប់ពីយើងធ្វើដំណើរជិត1ម៉ោងក៏យើងបានទៅដល់ទីនោះបន្ទាប់ពីយើងទៅដល់ភ្លាមក៏យើងបានស្លៀកពាក់ឈុតបុរាណដើម្បីដើរទស្សនាវាំងចំណាស់មួយនេះសម្រាប់ឈុតនេះផងដែរមួយឈុត$20ក្នុងរយៈពេល2ម៉ោងមុននឹងយើងដើរទៅដល់វាំងមានកន្លែងលេងកន្លែងទស្សនានិងកន្លែងថតរូបជាច្រើនហើយកន្លែងទាំងអស់នោះធ្វើឡើងសុទ្ធតែមានលក្ខណៈនិងរចនាបថបុរាណទាំងអស់សម្រាប់បងប្អូនមិនចង់ដើរខ្លាចហត់ក៏បងប្អូនអាចជួលកង់អគ្គិសនីឬក៏ឡានអគ្គិសនីជិះបានដែរនៅទីនោះអ្វីដែលល្បីជាងគេគឺមឹកអាំងចំណែកឯរសជាតិវិញឆ្ងាញ់ប្លែកដោយអ្វីដែលគេល្បីមែនបន្ទាប់ពីពួកយើងញ៉ាំអីហើយក៏បន្តដំណើរទៅមុខទៀតដើម្បីរកទិញសម្បត្តិចូលទស្សនានៅក្នុងវាំងនេះគឺជាខ្លោងទ្វារទី1ដែលយើងចូលទៅក្នុងវាំងសម្រាប់រចនាបថវិញគឺស្អាតប្លែកហើយនេះគឺជាទិដ្ឋភាពនៅខាងក្នុងវាំងដែលពួកយើងបានចូលទៅហើយនេះជាកន្លែងដែលស្ដេចគង់នៅពេលដែលយើងចូលទៅដល់ខាងក្នុងនឹងភ្លាមយើងមានអារម្មណ៍ថាដូចយើងនៅក្នុងសម័យនោះអញ្ចឹងដែរបន្ទាប់ពីពួកយើងបានចូលវាំងហើយក៏យើងដើរមកខាងក្រៅដើម្បីបន្តទស្សនានៅខាងក្រៅបន្តទៀតសម្រាប់នៅខាងក្រៅវិញទិដ្ឋភាពគឺថាស្អាតដូចតែដើមវីដេអូដែលខ្ញុំបានថតពីមុនមកអញ្ចឹងបាទវីដេអូនេះមានតែប៉ុណ្ណឹងសូមអរគុណសម្រាប់ការតាមដានទស្សនា